ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាម្ជូរគ្រឿងឆ្អឹងជំនីជ្រូកតោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាតោះគ្រឿងផ្សំវាមានដូចជាឆ្អឹងជំនីជ្រូកខ្ចីនេះ1គីឡូតោះសម្រាប់បន្លែយើងមានត្រប់ប៉េងប៉ោះហើយនឹងខ្ទិះដូងនិងម្រះព្រៅសម្រាប់គ្រឿងនេះយើងមានដូចជាខ្ទឹមសរំដេងស្លឹកក្រូចសើចគល់ស្លឹកគ្រៃហើយនឹងរមៀតតោះឥឡូវយើងចាប់ផ្ដើមចម្អិនដំបូងយើងដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកយើងចាក់ខ្លាញ់ចូលរួចហើយយើងចាប់ផ្ដើមដាក់គ្រឿងបុកយើងចូលរំលីងឲ្យឈ្ងុយបន្តមកទៀតយើងចាប់ផ្ដើមដាក់ប្រហុកសម្រាប់ប្រហុកខ្ញុំដាក់1ស្លាបព្រាបន្ទាប់ពីរំលីងវាឡើងឈ្ងុយគ្រឿងល្អហើយយើងចាប់ផ្ដើមដាក់សាច់ចូលសម្រាប់សាច់នេះយើងរំលីងវាឲ្យបាន5ទៅ6នាទីដើម្បីឲ្យវាអស់ទឹកប្រៃតែឥឡូវសាច់យើងបានឆ្អិនមកល្មមហើយយើងចាប់ផ្ដើមថែមគ្រឿងដំបូងខ្ញុំដាក់អំបិលកន្លះស្លាបព្រាប៊ីចេង1ចុងស្លាបព្រាទឹកត្រី2ស្លាបព្រាស្ករសកន្លះស្លាបព្រាតោះមកយើងកូរឲ្យវារំលាយគ្រឿងចូលជាមួយសាច់ឲ្យសព្វល្អឥឡូវនេះសាច់ហើយនឹងគ្រឿងរបស់យើងនេះវាឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់ខ្ទិះដូងចូលឥឡូវនេះសម្លយើងបានពុះហើយយើងដាក់ថែមទឹកបន្តិចតើឥឡូវសម្លយើងចាប់ផ្ដើមពុះហើយយើងចាប់ផ្ដើមដាក់បន្លែចូលដំបូងខ្ញុំដាក់ត្រប់ចូលបន្ទាប់ពីពុះបាន1នាទីហើយយើងចាប់ផ្ដើមដាក់ប៉េងប៉ោះចូលបន្តមកទៀតយើងចាប់ផ្ដើមដាក់ទឹកអំពិលទុំចូលសម្រាប់ទឹកអំពិលទុំនេះបងប្អូនដាក់មកល្មមសិនបានហើយបងប្អូនខ្លាចវាជូរចេញពីប៉េងប៉ោះអញ្ចឹងណាបងប្អូនចុងក្រោយយើងដាក់ម្រះព្រៅចូលរួចជាការស្រេចអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ